Chaជំរាបសួរបងប្អូនជួបគ្នាទៀតហើយថ្ងៃនេះខ្ញុំមានព័ត៌មានមួយចាព័ត៌មានហ្នឹងគឺព័ត៌មានដែលខ្ញុំបានដឹងនេះគឺព័ត៌មានដែលធ្វើបាតកម្មនៅ Villa ចា Philadelphia នេះគឺថ្ងៃសៅរ៍ស្អែកនេះចាហើយថ្ងៃអាទិត្យធ្វើនៅ Washington DC ប៉ុន្តែខ្ញុំអត់ដឹងថានៅកន្លែងណាដែលខ្ញុំប្រាប់ពិតប្រាកដទេគឺខ្ញុំមានស័យថានៅក្នុងទូរស័ព្ទខ្ញុំនេះដែលពួកម៉ាក់ខ្ញុំគាត់ប្រាប់ចាអញ្ចឹងខ្ញុំដាក់នៅក្រុម comment ហ្នឹងចាថ្ងៃស្អែកថ្ងៃនេះគឺថ្ងៃសុក្រនេះគឺធ្វើនៅញូវយ៉កចាថ្ងៃសៅរ៍នេះគឺធ្វើនៅថ្ងៃសៅរ៍នេះគឺធ្វើនៅ Villa ចាពីម៉ោង1ដល់ម៉ោង3ដូចគ្នាថ្ងៃអាទិត្យគឺធ្វើនៅ Washington DC ដដែលអញ្ចឹងខ្ញុំបានទៅ Washington DC ព្រោះនៅជិតផ្ទះខ្ញុំជាងអញ្ចឹងណាចាហើយអញ្ចឹងដំណឹងនេះខ្ញុំផ្សព្វផ្សាយជូនបងប្អូនដែលគាត់អត់បានដឹងចាអញ្ចឹងខ្ញុំផ្សាយនេះគឺដើម្បីឲ្យបងប្អូនខ្មែរយើងចូលរួមទាំងអស់គ្នាដើម្បីចូលរួមទាមទារសន្តិភាពជូនប្រទេសកម្ពុជាយើងវិញអញ្ចឹងលេខនៅខាងក្រោមនេះគឺលេខនៅ Washington DC លេខខាងលើនេះនឹងអាស័យដ្ឋាននៅក្នុងនេះខ្ញុំនឹងដាក់នៅក្រោម comment ចាបងប្អូនចូលមើល comment ទៅឃើញហើយចាអញ្ចឹងហើយលេខទីនៅ Washington DC នេះលេខទី1នេះគឺជាលេខរបស់ព្រះសង្ឃអញ្ចឹងខ្ញុំខលទៅជួបព្រះសង្ឃតែដំបូងខ្ញុំអត់ដឹងទេអញ្ចឹងកុំឲ្យបងប្អូនខលទៅអត់ដឹងអញ្ចឹងណាចាព្រោះគេអត់មានបានដាក់ថាលេខនេះជាលេខព្រះសង្ឃទេចាខ្ញុំខលទៅគឺខ្ញុំជម្រាបសួរបងចាក៏ខ្ញុំជម្រាបសួរបងទៅខ្ញុំសួរថានៅ DC ថ្ងៃអាទិត្យនេះមានបាតកម្មមែនអត់ខ្ញុំសួរអញ្ចឹងដើម្បីខ្ញុំចង់បញ្ជាក់ណាចាអញ្ចឹងទៅក៏គាត់ឆ្លើយមកវិញថាញោមនៅ DC ស្អែកនេះនៅVilla អញ្ចឹងបានខ្ញុំដឹងថាជាព្រះសង្ឃអញ្ចឹងសូមកណាសូមខ្ញុំកណាសូមនៅស្មាទោសផងដោយសារអត់ដឹងព្រោះអត់មានដាក់ថាជាលេខព្រះសង្ឃអញ្ចឹងណាហើយខ្ញុំខលទៅនេះដោយយើងចង់ដឹងទេព្រោះអីខ្ញុំខលក៏ប្រញាប់ដែរខ្ញុំរវល់ធ្វើការចាអញ្ចឹងព័ត៌មាននេះដែលខ្ញុំដឹងនេះគឺសូមបងប្អូនខ្មែរយើងទាំងអស់គ្នានឹងចូលរួមដើម្បីទាមទារសិទ្ធិចាទាមទារសិទ្ធិនិងទាមទារសន្តិភាពជូនប្រទេសកម្ពុជាយើងវិញអញ្ចឹងទាំងអស់គ្នាចាអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេខមមិនខ្ញុំតម្លាក់នៅខាងក្រោមអាស័យដ្ឋានអីនៅក្នុងទូរស័ព្ទនេះគឺខ្ញុំតម្លាក់នៅខាងក្រោមអញ្ចឹងចាសូមអរគុណបើមានព័ត៌មានអីទៀតខ្ញុំនឹងជម្រាបបងប្អូនទៀតតែបើបងប្អូនមានព័ត៌មានអីទៀតក៏ផុសតាមនឹងទៅខ្ញុំក៏ចូលមើលតាមនឹងចែកព័ត៌មានគ្នាទៅវិញទៅមកអញ្ចឹងតាមអ្វីដែលយើងដឹងណាចាជម្រាបលាទាំងអស់គ្នា